មុននឹងធ្វើការតម្រាំចាក់រូបមន្តរ៉ែគុតនៃការប្រាក់គ្រូបន្តបន្ទាប់គ្រូធ្វើការតម្រាំចាក់រូបមន្តលីមីតនេះតិចបាទលីមីតចឹងនេះគឺយើងតាំង L បាទតាំង L ស្មើនឹងអង្គខាងឆ្វេងនេះបាទអង្គខាងឆ្វេងចឹងយើងទៅតាលីមីតនេះតើលីមីតនេះយើងជាទូទៅយើងពាក់ low grid បាទយើងពាក់ low grid ទាំងអង្គទាំងសងខាងចឹងបានលុបនៃ L អង្គខាងឆ្វេងអង្គខាងស្ដាំគឺលុបនៃលីមីតនេះតែម្ដង ហើយ limit នេះគឺយើងនឹងបញ្ចូលបាទយើងlimit នេះគឺវាស្មើ lim នៃលុបបាទលុបនៃ limit វាស្មើ limit នៃលុបបាទអញ្ចឹងគឺលុបនៃ limit ស្មើ limit នៃលុបយើងបញ្ចូលលុបទៅក្នុងបាទអញ្ចឹងបញ្ចូលលុបទៅក្នុងទៅវាបានលុបគូលនេះស្វ័យគុណ n អញ្ចឹងយើងទម្លាក់ស្វ័យគុណ n មកគុណនឹង alpha បាទស្វ័យគុណ alpha នេះគុណនឹងស្វ័យគុណនេះទម្លាក់មកបាទហើយអានេះយើងអាចធ្វើការចែកvàយើងចែកវាទៅនឹងខាងលើយកទៅយកហើយអាននេះយើងអាចនិយាយថាមួយចែកឲ្យមួយលើ n បាទព្រោះយើងគិតទេបាន n ស្មើដល់អញ្ចឹងក្នុងគោលបំណងយើងតាំង x មួយទៀតបើយើងតាំង x មួយស្មើមួយលើ n ហើយកាលណា n ខិតទៅរក n ហ្នឹងបាទបើ n មកយើងខិតទៅរក n បាទ n ខិតទៅរក n គឺនោះពេល x ស្មើ0បាទព្រោះនេះគឺ n ខិតទៅរក n ក្នុង x ស្មើ0អញ្ចឹងនាំឲ្យ limit ដែលយើងស្អីខាងលើនេះគឺលុបនៃ L ស្មើ limit នៃលុបនៃមួយបូកមួយលើ n នេះហើយចែកឲ្យមួយលើ n បាទដោយសារយើងយកតាំងមួយលើ n ស្មើនឹង x ដូច្នេះយើងចំនួនវាដល់ x បាទអញ្ចឹងកាលណាចំនួនដល់ x យើងគិតថាយើងមើលឃើញថា x ខិតត្រូវតែខិតទៅរកពី0បូកបាទគិតពី0បូកបាទអញ្ចឹងកាលណា x ខិតទៅរក0បូកបានន័យថាมันអាចខិតពី0ដល់ព្រោះថា0ដល់គឺតម្លៃវាឲ្យជំនាញបាទឲ្យជំនាញគឺលោកគឺมันអាចវិជ្ជមានជានិច្ចគូវាបាទអញ្ចឹងខិតទៅរក0ទៅគឺបានតម្រង់វា0ទៅ0ព្រោះលោកនៃ1គឺស្មើ0បាទព្រោះអានេះទៅហើយអញ្ចឹងលោកនៃ1គឺស្មើ0អញ្ចឹងវាចូលតម្រង់មិនកំណត់0ទៅ0អញ្ចឹងក្នុងការនេះយើងប្រើរូបមន្តលោកតាល់គឺយើង derivative បាទ derivative វាបាទអញ្ចឹងធ្វើ derivative អង្គភេយកនិង derivative ភេបែកបាទ derivative ភេយកគឺ derivative នៃលោកគឺអុយមួយលើអុយបាទអញ្ចឹងមួយលើអុយ derivative លោកអុយគឺវាស្មើមួយលើអុយអញ្ចឹងនេះមួយលើ x បូក1ហើយ derivative នៃ x ភាគបែកស្មើ1អញ្ចឹងក្នុងការនេះកាលណា x ស្មើខិតទៅរក0បាទខិតទៅរក0បែរថាភាគយកវាស្មើ1ចែក1ស្មើ1ហើយចែក1ទៅបាន1អញ្ចឹងគឺ limit ស្មើ1បាទអញ្ចឹងមានន័យថានាំឲ្យ limit នាំឲ្យ ln នៃ l នេះស្មើ1បាទអញ្ចឹងយើងទាញរក l គឺ l វាស្មើនឹងគោល e បាទគោលនៃ exponential បាទគោល e អញ្ចឹងទីបញ្ចប់គឺរូបមន្តនេះត្រូវបានសម្រាប់បញ្ជាក់បាទគឺបើណា limit នៃ1បូក1លើ n ហើយគុណ n កាលណា n ខិតទៅរកអនន្តគឺ limit នេះគឺតម្លៃវាស្មើនឹង e បាទទៅការសម្រាប់បញ្ជាក់រូបមន្តផ្លូវអនាគតឬដំណើរអនាគតនៃការប្រាក់គួបបន្តបន្ទាប់បាទរូបមន្តនេះគឺស្មើនឹង p បាទធ្វើប្រាក់បច្ចុប្បន្នប្រាក់បច្ចុប្បន្នកតា e ស្មើគុណ rt បាទអញ្ចឹងវាបាន e ស្មើគុណ rt មកពីណាបាទអញ្ចឹងយើងធ្វើការតម្រាំចាក់រូបមន្តនេះបាទអញ្ចឹងយើងដឹងហើយថាការប្រាក់គួបបន្តបន្ទាប់មិនថាចំនួនគួបវាកាន់តែច្រើនទៅវាខិតទៅអនន្តខិតទៅអនន្តន័យថាវាអាចគួបក្នុងមួយវិនាទីគួបការម្ដងបាទមួយវិនាទីគួបការម្ដងបាទអញ្ចឹងយើងមើលរូបមន្តនេះបាទរូបមន្តរ៉ែអនាគតនេះគឺអឺជារូបមន្តការប្រាក់គួបបាទតាមគ្រាបាទតាមគ្រាអញ្ចឹងនៅពេលនេះគ្រា n ហ្នឹងគ្រា m វាកាន់តែធំទៅបាទអញ្ចឹងយើងទៅតាម limit វាបាទទៅតាម limit វាខិតទៅអនន្តបាទអញ្ចឹងទៅតាម limit ខិតទៅអនន្តបាទអញ្ចឹងនៅពេលនេះគឺអបាទ p កតា1បូកអលើ m ហើយគុណ mt ជារូបមន្តការប្រាក់គួបតាមគ្រាបាទបាទអញ្ចឹងយើងបំបែកស្វ័យគុណនេះតិចបំបែកស្វ័យគុណមិនថាយើងយកអគុណនឹងអចែកនឹងអបាទវាយកយើងគុណនឹងអចែកនឹងអវិញគឺវាបាន mt ដែរបាទប៉ុន្តែយើងគ្រប់វាបាទថាយើងទៅជា m លើអហើយអវាយកទៅគុណមួយធីបាទអញ្ចឹងតាមរូបមន្តនេះយើងអាចសរសេរមកជាស្វ័យគុណទេបាទនេះរូបមន្តរូបរំលឹកឡើងវិញតិចគឺកាលណាយើងមាន a ស្វ័យគុណ m គុណនឹង n អញ្ចឹងយើងអាចសរសេរថា a ស្វ័យគុណ m លើកទាំងអស់នេះគឺស្វ័យគុណ n បាទអញ្ចឹងវាជារូបមន្តដូច្នេះបើយើងនេះគឺយើងអាចសរសេរទៅជា1បូក o លើ m ស្វ័យគុណ m លើ o បាទ m លើ o ហើយកដោបទាំងអស់ស្វ័យគុណ rt បាទអញ្ចឹងនៅក្នុងករណីគឺយើងតាំងនេះស្វ័យគុណ m លើ o នេះតាំងដោយ n បាទតាំងដោយ n បាទតាំងដោយ n អញ្ចឹងបើតាំងដោយ n យើងទាញនាំឲ្យ m យើងបាននាំ m ស្មើនឹង o គុណ n អញ្ចឹងក្នុងករណីនេះកាលណាបើ m បាទបើ m ខិតទៅរកអនន្តបាទមានថា m ខិតទៅរកអនន្តហ្នឹងហើយអញ្ចឹងនាំឲ្យ n យើងនេះបាទនាំឲ្យ n ក៏ខិតទៅរកអនន្តដែរបាទខិតទៅរកអនន្ត
ចឹងយើងយកការតាំងនេះជួសទៅក្នុងរូបមន្តខាងលើនេះបាទចឹងនៅក្នុងកន្លែងនេះគឺយើងនឹងជួសដោយភាគបែកâmនេះយើងជួសដោយអអានបាទជួសដោយអអាននេះបាទហើយស្វ័យគុណâmលើអនេះយើងជួសវាដោយអានបាទជួសដោយអានចឹងយើងបានរូបមន្តនេះបាទហើយយើងតម្រួលអនិងអទៅវានៅសល់1លើ n ហើយអានេះយើងជួសទៅយើងជួសទៅបាន n បាទចឹងគឺយើងបានរូបមន្តនេះហើយ limit ខាងក្រោមនេះបាទ limit ខាងក្រោមនេះគឺជា limit ដែលស្មើនឹង e បាទស្មើនឹង e បាទស្មើនឹង e នេះបាទចឹងក្នុងវងធៀបនេះគឺ limit វាស្មើនឹង e បាទស្មើនឹង e អញ្ចឹងគឺបាននិយាយថាវាp បាទគុណនឹង o ហើយគុណនឹង e ហើយគុណ rt បាទអញ្ចឹងចុងក្រោយគឺយើងបាន p គុណនឹង e គុណ rt អញ្ចឹងជារូបមន្តនេះដោយសារតែ limit មួយបូក1លើ n ហើយគុណ n limit n កាត់ត្រង់គឺស្មើនឹង e បាទស្មើនឹង e អញ្ចឹងដូច្នេះបានរូបមន្តនេះបាទយើងតម្រាញជាក់ដូចខាងលើនេះបាទ